Koreaខាងជើងវិជ័យការពារកម្មបញ្ចុះទ័ពជូរស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែននិងប្រកាសប្រើកម្លាំងយោធាបើបុកមានប៉ាស៊ីនៅថ្ងៃសៅរ៍ទី10ខែឧសភាទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េជើង KCNA បានរាយការណ៍ថាមេដឹកនាំកម្ពុជាកូរ៉េខាងជើងលោកគីមចុងអុនបាននិយាយថាការចូលរួមព័ន្ធនៃប្រទេសរបស់លោកនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគឺមានហេតុផលត្រឹមត្រូវដោយចាត់ទុកថាវាជាការអនុវត្តសិទ្ធិអធិបតេយ្យក្នុងការការពារប្រទេសមួយនេះបើតាមការចេញផ្សាយដោយទីវិសាព័ត៌មានដូចតើលោកគីមបាននិយាយដូចនេះថាការចូលរួមរបស់ជើងក្នុងចំនួននេះគឺមានហេតុផលសមស្របឲ្យវាគឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសរបស់យើងខ្ញុំចាត់ទុកទាហានអង្គអាចក្លាហានទាំងដែលចូលរួមក្នុងកិច្ចការនៅតំបន់ជីវរដ្ឋនិងជាអ្នកណាឲ្យពីពុំនៃកិច្ចជួបរបស់ប្រទេសកូរ៉េខាងជើងគីមបានបន្ថែមទៀតថាទីក្រុងជុំយ៉ាងនឹងមកស្ទាក់ស្ទើរបន្តិចដោយក្នុងការសម្រេចចាប់កម្លាំងយោធាប្រសិនបើសហរដ្ឋអាមេរិកមានធ្វើសកម្មភាពបង្កហេតុផ្នែកយោធាប្រឆាំងនឹងរុស្ស៊ីគួរបញ្ជាក់ថារហូតតែដល់ចុងខែមេសាកន្លងទៅ កូរ៉េខាងជើងបានទទួលស្គាល់ជាផ្លូវការថាខ្លួនពិតជាបានបញ្ជូនកងទ័ពប្រមាណជាង 100,000 នាក់ព្រមទាំងសពិវត្តទៅកាន់រុស្ស៊ីខណៈក្នុងរវាងយោធាប្រទេសទាំងពីរបានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងសន្តិសញ្ញាភាពជាដៃគូវិសាស្ត្រទាំងជ្រោយដែលត្រូវបានចុះហត្ថលេខាដោយលោកគីមនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏ប្រជុំផងដែរ